ឈប់សិនតើអ្នកកំពុងញ៉ាំអាហារ5មុខនេះនៅពេលពោះទទេរាល់ព្រឹកមែនទេបើមានអ្នកគួរដឹងរឿងនេះអាហារ5មុខដែលមនុស្សជាច្រើនញ៉ាំរាល់ព្រឹកអាចធ្វើឲ្យក្រពះមិនស្រួលប្រសិនបើញ៉ាំលើពោះទទេតើអ្នកកំពុងញ៉ាំមួយក្នុងចំណោមអាហារទាំងនេះដែរឬទេអាហារ5មុខរួមមានទី5នំផ្អែមនិងអាហារកែច្នៃអាហារប្រភេទនេះមានជាតិស្ករនិងម្សៅចម្រាញ់ខ្ពស់ប៉ុន្តែខ្វះជាតិសរសៃនិងប្រូតេអ៊ីនការញ៉ាំលើពោះទទេអាចធ្វើឲ្យឃ្លានវិញក្នុងរយៈពេលខ្លីនិងមិនផ្ដល់ថាមពលបានយូរទី4ភេសជ្ជៈផ្អែមឬទឹកក្រូចកំប៉ុងភេសជ្ជៈដែលមានជាតិស្ករខ្ពស់អាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងយ៉ាងលឿនហើយបន្ទាប់មកធ្លាក់ចុះវិញដែលអាចធ្វើឲ្យមានអារម្មណ៍អស់កម្លាំងឬឃ្លានលឿនទី3អាហារហឺការញ៉ាំអាហារហឺនៅពេលពោះទទេអាចធ្វើឲ្យរលាកភ្នាសក្រពះនិងបង្កការឈឺចាប់ឬមិនស្រួលពោះសម្រាប់មនុស្សដែលងាយប្រតិកម្មទី2ផ្លែក្រូចនិងផ្លែឈើជូរផ្លែឈើដែលមានជាតិអាស៊ីតខ្ពស់ដូចជាក្រូចឆ្មាឬក្រូចថ្លុងអាចធ្វើឲ្យអ្នកខ្លះមានអារម្មណ៍រលាកក្រពះឬក្រហាយទ្រូងប្រសិនបើញ៉ាំដោយគ្មានអាហារផ្សេងជាមុនហើយទី1ដែលមនុស្សជាច្រើនធ្វើរាល់ថ្ងៃគឺកាហ្វេការផឹកកាហ្វេលើពោះទទេអាចជំរុញការផលិតអាស៊ីតក្នុងក្រពះដែលអាចបណ្ដាលឲ្យក្រហាយទ្រូងឬឈឺក្រពះជាពិសេសអ្នកដែលមានជំងឺរលាកក្រពះឬអាស៊ីតច្រាលក្រពះតើគួរញ៉ាំអ្វីជំនួសអាហារពេលព្រឹកដែលមានតុល្យភាពដូចជាស៊ុត oats ទឹកដោះគោជូរ yogurt គ្រាប់ធញ្ញជាតិផ្លែចេកឬនំប៉័ងស្រូវសាលីអាចជាជម្រើសល្អសម្រាប់មនុស្សភាគច្រើនព្រោះជួយផ្ដល់ថាមពលនិងធ្វើឲ្យឆ្អែតបានយូរប៉ុន្តែវាមិនមែនមានន័យថាអាហារទាំងនេះអាក្រក់ឬហាមឃាត់ទាំងស្រុងទេមនុស្សជាច្រើនអាចញ៉ាំបានធម្មតាប្រសិនបើអ្នកមានក្រពះរឹងមាំអ្នកប្រហែលជាមិនមានបញ្ហាអ្វីឡើយប្រសិនបើអ្នកមានបញ្ហាក្រពះឬក្រហាយទ្រូងគួរប្រុងប្រយ័ត្ននិងជ្រើសរើសអាហារដែលមានតុល្យភាពជាមុនតើអ្នកធ្លាប់ញ៉ាំអាហារមួយណាក្នុងចំណោមអាហារទាំងនេះនៅពេលពោះទទេសរសេរមតិរបស់អ្នកនៅខាងក្រោមហើយកុំភ្លេចចុច like share និង subscribe ដើម្បីទទួលបានចំណេះដឹងថ្មីៗជារៀងរាល់ថ្ងៃ